มติยุวชน7 មករាក្រមប្រធានបទប្រធានគណៈបក Facebook លោកសំរងស៊ីជាអ្នកនយោបាយមួយរូបដែលមានប្រវត្តិដឹកនាំគណៈបកប្រឆាំងតាំងពីមានសមាជិកជាច្រើនរហូតបាត់បង់សមាជិកស្ទើរតែទាំងអស់ដោយសារតែការសន្យាខ្យល់និយាយម្ដងនេះម្ដងនោះជាមួយអ្នកគ្រប់គ្រងយើងសង្កេតឃើញថាសំរងស៊ីគុំតែបានលោកកឹមសុខាអាណិតអនុញ្ញាតយកបកសំរងស៊ីចូលបកសិទ្ធិមនុស្សបង្កើតបានជាគណៈបកពងមាន់ជៀនគុំអីគ្មានសល់សមាជិកសូម្បីតែមួយនាក់តំណែងដែលសំរងស៊ីសង្ឃឹមបានពីការបោះឆ្នោតទាំងប៉ុន្មានគឺត្រូវធ្លាក់មកលើកឹមសុខាទាំងអស់ផ្លូវមួយទេសម្រាប់សំរងស៊ីជ្រើសរើសគឺតែងតាំងខ្លួនជាប្រធានគណៈបក Facebook គឺធ្វើតាមប្រព័ន្ធសង្គមឯកឹមសុខាវិញគឺធ្វើជាមួយគណៈបកប្រជាជនក្នុងរដ្ឋសភាថ្មីនេះសំរងស៊ីបានប្រើយុទ្ធសាស្ត្រក្មេងទំនើងដែលក្នុងនាមខ្លួនជាប្រធានគណៈបកប្រឆាំងមួយរូបមិនគួរធ្វើតលតែសោះគឺឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនបង្កើត account Facebook ឲ្យបានចំនួនឲ្យបានច្រើនក្នុងម្នាក់10 account ដើម្បីធ្វើការ live ឲ្យឈ្នះ page សម្ដេចតេជោហ៊ុនសែនមនុស្សកំសាក់ដូចសំរងស៊ីចរិតមាយាទថោកបានតែដើរព្រុសតាមសារមិនហ៊ានទទួលស្គាល់ការពិតគឺឆ្លុះបញ្ចាំងឲ្យមតិមហាជនក្នុងស្រុកនិងក្រៅស្រុកបានដឹងតាមរយៈគណនីផ្ទាល់របស់លោកគឺលោកមិនបើកឲ្យមាន comment ជាដាច់ខាតគឺមានការ like និង share តែប៉ុណ្ណោះលោកមិនមែនជាអ្នកនយោបាយប្រជាធិបតេយ្យទេបើហ៊ានទទួលយកការសរសើរនិងការគ្រប់គ្រងតែបែរជាកំសាកក្នុងការមិនទទួលយកការរិះគន់ទៅវិញ